លោក Trump ប្រមានអ៊ីរ៉ាំងឲ្យយកចិត្តទុកដាក់លើកិច្ចព្រមព្រៀងហើយឆ្លើយតបឲ្យបានឆាប់រហ័សមុនពេលវាយឺតពេល Washington ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រមានប្រទេសអ៊ីរ៉ាំងនៅថ្ងៃប្រហ័សនេះឲ្យយកចិត្តទុកដាក់ចំពោះកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមជិត4សប្តាហ៍នេះការប្រមាននេះធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាំងបញ្ជាក់ថាទីក្រុងតេហេរ៉ាំងកំពុងពិនិត្យមើលសំណើរបស់អាមេរិកប៉ុន្តែមិនទាន់មានការចរចាបញ្ចប់សង្គ្រាមជាផ្លូវការនៅឡើយទេនេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ការអត្ថាធិប្បាយរបស់លោក Trump កើតឡើងស្របពេលដែលផលប៉ះពាល់សេដ្ឋកិច្ចនិងមនុស្សធម៌នៃជម្លោះកំពុងកើនឡើងរួមទាំងកង្វះខាតប្រេងឥន្ធនៈទូទាំងពិភពលោកផងដែរបច្ចុប្បន្នការចរចាដោយប្រយោជន៍រវាងអាមេរិកនិងអ៊ីរ៉ាំងកំពុងធ្វើឡើងតាមរយៈសារដែលបញ្ជូនដោយប្រទេសប៉ាគីស្ថានដោយមានការជួយគាំទ្រសម្រាប់សម្រួលពីតូគីនិងអេស៊ីបលោក Trump បានសរសេរនៅលើបណ្ដាញសង្គម Truth Social ថាអ៊ីរ៉ាំងត្រូវបានកំទេចខាងយោធាគ្មានឱកាសងើបឡើងវិញទេហើយកំពុងអង្វរសុំកិច្ចព្រមព្រៀងលោកបានប្រមានយ៉ាងចាស់ដៃពួកគេគួរតែយកចិត្តទុកដាក់ហើយឆ្លើយតបឲ្យបានឆាប់រហ័សមុនពេលវាយឺតពេលព្រោះនៅពេលរឿងនោះកើតឡើងនឹងគ្មានការថយក្រោយទេហើយវានឹងមិនល្អមើលឡើយផ្ទុយទៅវិញរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាំងលោក Abbas Araghchi បានច្រានចោលការសន្និដ្ឋាននេះដោយបញ្ជាក់ថាការហុចសារឆ្លងឆ្លើយគ្នាមិនមែនជាការចរចាទេលោកសង្កត់ថាបច្ចុប្បន្នគោលនយោបាយរបស់យើងគឺបន្តការតស៊ូនិងការពារដិតប្រទេសហើយយើងគ្មានបំណងចរចាទេគួរបញ្ជាក់ផងដែរថាភាគីទាំងពីរនៅតែមានជំហរទាមទារយ៉ាងតឹងរ៉ឹងសំណើ15ចំណុចរបស់អាមេរិកទាមទារឲ្យអ៊ីរ៉ាំងរំសាយកម្មវិធីនុយក្លេអ៊ែរកម្រិតមីស៊ីលនិងប្រគល់ការគ្រប់គ្រងច្រកសមុទ្រ Hormuz ចំណែកឯអ៊ីរ៉ាំងវិញទាមទារឲ្យមានការធានាសន្តិសុខប្រឆាំងនឹងការវាយប្រហារទៅថ្ងៃមុខសំណងខូចខាតទាមទារឲ្យមានការគ្រប់គ្រងច្រកសមុទ្រនេះជាផ្លូវការនិងចង់បញ្ចូលប្រទេសលីបាំងចូលក្នុងកិច្ចព្រមព្រៀងបទឈប់ច្បាំងផងដែរ